តែអ្នកទាំងអស់គ្នាដឹងអត់ថាទំនាក់ទំនងសាធារណៈវាអាចជួយទៅដល់អាជីវកម្មខ្នាតតូចបានជាជាក់ស្ដែងប្រធានបទនេះទៀតសោះខ្ញុំបានមកពីលោកគ្រូហេងសុភាជាដំបូងខ្ញុំសូមជម្រាបសួរទៅដល់លោកគ្រូនិងសួស្ដីមិត្តអ្នកទាំងអស់គ្នាថ្ងៃនេះផងដែរយើងមកចូលរួមស្ដាប់អំពីប្រធានបទមួយដែលស្ដីអំពី PR can have small business ដែលភាសាខ្មែរគេនិយាយបាន Yep, that's me. You're probably wondering how I ended up in this situation. ថាទំនាក់ទំនងសាធារណៈអាចជួយទៅដល់អាជីវកម្មខ្នាតតូចបានជាក់ស្ដែងទៅទំនាក់ទំនងសាធារណៈហ្នឹងវាបានន័យថាវាជាសំណុំនៃបច្ចេកទេសឬយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងពីការផ្សព្វផ្សាយព័ត៌មានល្អៗឬដែលបញ្ចេញនៅ image របស់ក្រុមហ៊ុនឬអាជីវកម្មក្នុងការបង្ហាញទៅដល់សាធារណជនបានយល់ដឹងនិងស្គាល់ពីក្រុមហ៊ុនរបស់ពួកគេផងដែរសិក្សានេះផងដែរខ្ញុំបានសិក្សាមកពីលោកគ្រូហេងសុភាអានេះគឺជាសៀវភៅដែលខ្ញុំបានរៀននៅសាលាហើយខ្ញុំក៏បាន research តាមប្រព័ន្ធអ៊ីនធឺណិតផងដែរហើយនិយាយថា public relation ហ្នឹងគឺវាមានអត្ថប្រយោជន៍ច្រើនណាស់ក្នុងការផ្សព្វផ្សាយព័ត៌មានផ្សេងៗរបស់អាជីវកម្មរបស់យើងហ្នឹងដោយសារតែវាអត់ចាំបាច់ចំណាយច្រើនទេហើយវាក៏ជួយបានច្រើនណាស់ទៅដល់អាជីវកម្មយើងហ្នឹងដោយសារតែវាបានផ្សព្វផ្សាយដល់អតិថិជនចំគោលដៅនិងវា effective ទៅដល់ business របស់យើងដោយយើងអាចថតជាវីដេអូឬក៏យើងអាចជាសរសេរជាអត្ថបទចឹងទៅ caption ចឹងទៅដើម្បីផុសទៅលើ social media ដូចជា Facebook ចឹងបាទឧទាហរណ៍បើយើងគ្រាន់តែយើងថតខ្លួនឯងហើយយើងទៅ boost ដូចជា advertising ហ្នឹងវាចំណាយច្រើនណាស់ក្នុងការ boost ហើយពេលខ្លះវាអត់បានលទ្ធផលល្អទៀតបើយើងធ្វើជា PR យើងផុសដូចជាសួរសំណួរទៅដល់មហាជនអញ្ចឹងទៅយើងដូចមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកអញ្ចឹងហើយពេលខ្លះយើងក៏អាចហៅ influencer មកនិយាយបង្ហាញពីអាជីវកម្មរបស់យើងហ្នឹងទៅដល់សាធារណជនពីព្រោះ influencer គឺគាត់ effective ទៅដល់ការគិតនិងពិចារណាទៅដល់របស់មហាជនបាទឧទាហរណ៍មួយនេះចឹងវីដេអូមុនហ្នឹង Here I come. Oh, here I come. Oh. Này đang ngót pha cà phê này cứ như là tháp được rồi. Ok này đang ngót này miếng chấm na rồi mạch đá chấm po video play nắng nhom trong lượt chia ưu tí hot sòng đập này đang ngót này ở ban vô thaនេះគឺជាការផ្សព្វផ្សាយរបស់ influencer ដែលគាត់ចង់បង្ហាញពីផលិតផលឬបណ្ដាញរបស់អាជីវកម្មមួយក្នុងការឲ្យសាធារណជននិងភ្ញៀវទាំងអស់បានយល់និងស្គាល់ពី product ហ្នឹងហើយនេះវីដេអូហ្នឹងខ្ញុំធ្វើជាឧទាហរណ៍ទេបើខុសតអីសូមកុំប្រកែប្រកាន់អីបាទហើយបន្ទាប់ពីហ្នឹងតាមពិតទៅបើយើងអាចហៅ influencer មកជួយផ្សព្វផ្សាយផលិតផលរបស់យើងគឺវាមានអត្ថប្រយោជន៍ច្រើនណាស់ហើយវាក៏ជួយបានច្រើនណាស់នៅពេលដែលគាត់គឺជាបុគ្គលល្បីម្នាក់ហើយគាត់មកជួយផ្សព្វផ្សាយពីផលិតផលរបស់យើងឬកន្លែងលក់ឬអាជីវកម្មរបស់យើងហ្នឹងគេនឹងស្គាល់កាន់តែច្រើននិងមានអ្នកចង់មកប្រើសេវាកម្មយើងឬក៏មកទិញផលិតផលរបស់យើងអញ្ចឹងដែរ
ដោយទំនាក់ទំនងសាធារណៈនេះទៀតសោតខ្ញុំបានសិក្សាពីលោកគ្រូហេងសុភាព្រមទាំង PR ដែលជា Public Relation ហ្នឹងគឺវាអាចជួយទៅដល់ small business ជាច្រើនដោយទីមួយហ្នឹងគឺវា increase visibility ដែលបានន័យជាភាសាខ្មែរគេអាចនិយាយបានថាវាបង្កើននៅការមើលឃើញការតាក់ទាញទៅដល់ក្រុមហ៊ុនឬអាជីវកម្មរបស់គេហ្នឹងហើយការធ្វើបែបហ្នឹងដោយមានវិធីច្រើនណាស់ក្នុងការធ្វើឲ្យមានការស្គាល់និងមើលឃើញរបស់ពួកគេគឺទី1វាធ្វើការផ្សព្វផ្សាយនិងបង្ហាញនៅបង្ហាញនៅពណ៌ល្អរបស់ក្រុមហ៊ុនទៅដល់អតិថិជនដែលវាមានច្រើនរបៀបក្នុងការផ្សព្វផ្សាយយើងអាចធ្វើជា traditional public relation ឬក៏ digital public relation ក៏បានដែរដោយ traditional ហ្នឹងគឺយើងអាចផ្សព្វផ្សាយទៅតាមលក្ខណៈជាកាសែតជាទូរទស្សន៍វិទ្យុអាហ្នឹងពីចំនួនដែរបើនិយាយពីបច្ចុប្បន្នវិញយើងធ្វើជា digital PR ដែលវាមានលក្ខណៈសម្បត្តិច្រើនណាស់ហើយវាក៏ប្រសើរជាង traditional PR ដែរដោយសារតែ digital PR ហ្នឹងវាមានសក្តានុពលជាងដោយសារតែវាតាមប្រព័ន្ធអ៊ីនធឺណិតនៅបច្ចុប្បន្នហ្នឹងហើយមនុស្សម្នាក់ៗគេប្រើអ៊ីនធឺណិតអស់ហើយវាស្រួលនឹងការធ្វើប្រស័យតាក់ទងគ្នាទៅវិញទៅមកហើយណាមួយ social media ក៏ដោយ digital PR ហ្នឹងយើងអាចធ្វើបានដូចជាមួយនឹង influencer ពួកគេជួយថតជាវីដេអូឬគាត់អាចផ្សព្វផ្សាយដោយប្រាប់ពីព័ត៌មានរបស់ពេលឧទាហរណ៍មួយនឹងអ្នកធ្វើ food review អញ្ចឹងគាត់និយាយពីកន្លែងប្រាប់ពីទីតាំងហើយប្រាប់ពីម្ហូបដែលអាជីវកម្មមួយនឹងគេធ្វើអញ្ចឹងទៅហើយពេលដែលអ្នកមើលអ្នកទស្សនាមហាជនពួកគាត់បានមើលហ្នឹងគាត់ថាគាត់បានមើលហ្នឹងគឺពិតជាល្អដោយសារមួយទៀតការចែករំលែកនៅ content នៅលើ social media ដោយ content ហ្នឹងវាអាចធ្វើឲ្យមានគេស្គាល់ច្រើនដែរក្នុងការផ្សព្វផ្សាយនៅព័ត៌មានរបស់ក្រុមហ៊ុននិងធ្វើឲ្យមហាជនបានស្គាល់ពីក្រុមហ៊ុននៅបានច្រើនហើយយើងក៏អាចធ្វើជាការ giveaway ការផ្សព្វផ្សាយក្នុងការធ្វើការ giveaway ឬធ្វើជា contest ដូចជាការប្រឡងគូររូបប្រឡងថតរូបក្នុងការគួតគ្នាដោយអ្នកឈ្នះបានកាដូពីក្រុមហ៊ុនឬអាជីវកម្មនឹងចឹងហើយនៅពេលដែលគេធ្វើអញ្ចឹងគេបង្ហាញនៅលើ social media មានគេបានស្គាល់ច្រើនដោយសារតែពេលដែលយើងធ្វើ contest ហ្នឹងគេដាក់បន្ទុកទៅលើមានអ្នក like ច្រើនហើយមានគណៈកម្មការគេឲ្យបន្ទុកឲ្យតម្លៃអញ្ចឹងទៅគឺវា effective សម្រាប់វា effective ក្នុងការផ្សព្វផ្សាយព័ត៌មានរបស់អាជីវកម្មឬក្រុមហ៊ុនហ្នឹងការសរសេរជាអត្ថបទនិង press release ដែលហ្នឹងវាបានន័យថាការផ្សព្វផ្សាយសេចក្តីប្រកាសព័ត៌មានរបស់អាជីវកម្មឬក្រុមហ៊ុនមួយអញ្ចឹងហើយបើយើងតំបើក business ចុះ start up ជាមួយនឹង business របស់យើងមួយហ្នឹងអ្វីដែលសំខាន់យើងចង់បានបំផុតគឺការ engage មនុស្សឲ្យមនុស្សជាច្រើនឲ្យគេស្គាល់ពីក្រុមហ៊ុនរបស់យើងនិងមានទំនុកចិត្តទៅដល់អាជីវកម្មរបស់យើងមួយហ្នឹងបាទនៅពេលដែលយើងគេស្គាល់យើងច្រើនអាជីវកម្មរបស់យើងហ្នឹងគឺវាស្ទុបឡើងទៅលើហ្មងអាជីវកម្មតូចឬអាជីវកម្មធំឯងគឺគេត្រូវការបំផុតគឺសាធារណជនហ្នឹងឯងអ្នកគ្រប់គ្រងអតិថិជនហ្នឹងឯងបើអត់មានពួកគាត់ទេក្រុមហ៊ុនក៏អត់បាន sell ច្រើនដែរហើយបើការ increase visibility ហ្នឹងគឺវាគឺជាចំណុចមួយដែលសំខាន់របស់ PR នឹងផងដែរហើយគឺវាអាច build trust រវាងសាធារណជនអតិថិជនជាមួយនឹង branding របស់យើងហ្នឹងបើគេស្គាល់ច្រើនគេជួយទឹកចិត្តច្រើនហើយដោយសារតែពេលខ្លះមានតែអ្នកស្គាល់ច្រើនគេអាចប្រាប់គ្នាតគ្នាថាអូនេះផលិតផលនេះល្អអូហាងនេះម្ហូបឆ្ងាញ់អីចឹងទៅបើគេប្រាប់តគ្នាអញ្ចឹងក៏វាហៅថាល្អដែរដោយសារតែវាធ្វើឲ្យគេស្គាល់ច្រើនហើយគេជឿទុកចិត្តទៀតដោយសារតែមិត្តភក្តិគេប្រាប់តគ្នាអញ្ចឹងទៅគឺវាអត់ខាតអីផងវាហៅថាចំណេញព្រោះគេស្គាល់ពីហាងរបស់យើងច្រើនឬក៏ជា brand របស់យើងច្រើនផងដែរហើយជាមួយនឹងទៀតសោតគឺការនាំមុខដែលជាការ generate lead ហ្នឹង
គឺនៅពេលដែលយើងទៅបើក Just Startup Business គឺវាសំខាន់ណាស់ក្នុងការយើងបង្កើតជាគេហទំព័រ Facebook យើងបង្កើតជា website ផ្សេងដែលជាប្រព័ន្ធ online ក្នុងការឲ្យអតិថិជនឬមហាជនស្គាល់ពីផលិតផលរបស់យើងបានច្រើនហើយការបង្កើតជា website ឬ page Facebook page អីចឹងទៅវាក៏ធ្វើឲ្យមានទំនុកចិត្តក្នុងការប្រើប្រាស់សេវាកម្មឬក៏ទិញផលិតផលរបស់យើងនឹងផងដែរដូចជាយើងលក់online ពីកៅអៅយើងយកមកពីស្រុកក្រៅអញ្ចឹងទៅយើងចាស់ startup ទេប៉ុន្តែយើងវាជា website នៅពេលដែលយើងមាន website មើលទៅវាល្អតំណងគឺអតិថិជនហ្នឹងគឺគេមើលទៅwebsite នេះមើលទៅតំណងគួរឲ្យទុកចិត្តអញ្ចឹងវាចឹងវាធ្វើឲ្យមានការជឿទុកចិត្តរវាងក្រុមហ៊ុនអាជីវកម្មរបស់យើងហ្នឹងជាមួយនឹងអតិថិជនឬក៏ជាសាធារណជនហ្នឹងផងដោយសារតែអញ្ចឹងហើយគឺវាអាចជាកត្តាមួយក្នុងការ improve sale របស់យើងនៅពេលដែលយើងមានការជឿទុកចិត្តមានអ្នកស្គាល់ច្រើនអញ្ចឹងទៅអាជីវកម្មឬ business របស់យើងហ្នឹងគឺមានអ្នកគាំទ្រមានអ្នកទិញមានអ្នកប្រើប្រាស់សេវាកម្មរបស់យើងហ្នឹងជាច្រើនដោយសារតែមានអ្នកស្គាល់ច្រើនហើយបើយើងអាចហៅ influencer មកជួយធ្វើការបង្ហាញព័ត៌មានផ្សេងទៅដល់អតិថិជនទៅដល់អ្នកមើលអញ្ចឹងទៅអ្នកមើលហ្នឹងក៏ជា fan របស់ influencer នឹងដែរនៅពេលដែលឃើញidol ខ្ញុំគាត់ប្រើផលិតផលនេះហើយគាត់មើលទៅតំណងអញ្ចឹងទៅក៏មានអារម្មណ៍ទៅទិញផលិតផលហ្នឹងទៅអញ្ចឹងក៏វាជាកត្តាមួយដែលសំខាន់ក្នុងការ improve sale របស់យើងផងដែរតែទៀតហើយណាស់ហើយក្រៅពីការ improve sale ហ្នឹងគឺ PR ក៏អាចជួយឲ្យ small business នីមួយៗចូលរួមកិច្ចការក្នុងសង្គមដូចជាការចែកអំណោយទៅដល់សាលានីមួយៗក្នុងការផ្សព្វផ្សាយពីក្រុមហ៊ុនឬអាជីវកម្មរបស់ពួកគេក្នុងគោលបំណងឲ្យជួយទៅដល់សង្គមផងនិងជួយផ្សព្វផ្សាយនូវព័ត៌មានរបស់ក្រុមហ៊ុនផងដោយការជួយទៅដល់កិច្ចការសង្គមហ្នឹងមានដូចជាការចែកអំណោយនៅសាលាចែកអំណោយទៅដល់ជនក្រីក្រការធ្វើបរិច្ចាគទៅដល់ពេទ្យគុំភៈបុប្ផាអីចឹងទៅហើយការផ្សព្វផ្សាយក្នុងការចូលរួមកិច្ចការសង្គមនេះផងដែរក៏អាចជួយឲ្យក្រុមហ៊ុនកាន់តែមានភាពតាក់ទាញនិងធ្វើឲ្យ branding របស់ក្រុមហ៊ុនឬអាជីវកម្មរបស់យើងហ្នឹងកាន់តែរីកលូតលាស់មានអ្នកស្គាល់ច្រើនដោយសារតែយើងគ្រាន់តែជាក្រុមហ៊ុនទូគេប៉ុន្តែយើងអាចជួយកិច្ចការសង្គមបានច្រើនអញ្ចឹងទៅពេលខ្លះក៏វាមានលទ្ធផលល្អក្នុងការធ្វើឲ្យក្រុមហ៊ុនអាជីវកម្មរបស់យើងហ្នឹងរីកចម្រើនហើយមួយផ្នែកទៀត PR ហ្នឹងក៏អាចតាក់ទាញឲ្យបុគ្គលិក PR មានសកម្មភាពក្នុងការតាក់ទាញនិងរក្សាទុកនៅបុគ្គលិកល្អដោយសារតែ PR វាគឺជាទំនាក់ទំនងសាធារណៈអញ្ចឹងទៅនៅពេលដែលយើងមានទំនាក់ទំនងល្អរវាងគ្នានឹងគ្នាគឺណាគេទៅដាច់ចិត្តទៅចោលក្រុមហ៊ុននោះព្រោះក្រុមហ៊ុនខំធ្វើល្អក្រុមហ៊ុនយកចិត្តទុកដាក់អីចឹងទៅអញ្ចឹងពេលខ្លះ PR ក៏អាចជួយរក្សាទុកនៅបុគ្គលិកល្អដែលមានសមត្ថភាពក្នុងក្រុមហ៊ុនដែរឥឡូវយើងនិយាយពីប្រសិទ្ធភាពនៃការចំណាយវិញគឺ PR ចំណាយតិចហើយពេលខ្លះសឹងមិនត្រូវការចំណាយផងដោយសារតែ PR ដែលជាទំនាក់ទំនងសាធារណៈហ្នឹងឥឡូវយើងអាចធ្វើតាម digital PR ដែលយើងអាចទៅផុសជាវីដេអូថតជារូបផ្សេងជាអត្ថបទព័ត៌មានប្រសិទ្ធភាពនៃការចំណាយដោយ PR នឹងអាចធ្វើឲ្យអាជីវកម្មនិងក្រុមហ៊ុនចំណាយតិចក្នុងការប្រម៉ូទនិងផ្សព្វផ្សាយព័ត៌មានផ្សេងរបស់ក្រុមហ៊ុនដោយសារតែ PR អត់ចាំបាច់ត្រូវការបេជិះច្រើនទេព្រោះឥឡូវយើងជាសម័យ digital អញ្ចឹងទៅយើងអាចផុសព័ត៌មានផ្សេងនៅលើតាមប្រព័ន្ធបណ្ដាញសង្គមដោយសារតែវាអត់អស់លុយទេបើយើងចង់បូរគេស្គាល់ទៅច្រើនយើងអាចបូកបានប៉ុន្តែពេលខ្លះយើងមិនបាច់ចាំបាច់ទេដោយសារតែយើងជា PR អញ្ចឹងយើងចេះរិះរកគំនិតថ្មីក្នុងការតាក់ទាញឲ្យមហាជនហ្នឹងចង់មើលចង់ទស្សនាឬចង់អានយើងអាចផុសជាលក្ខណៈជាវីដេអូផុសជារូបថត
có chỉ sẽ cái đây và cái po làm miếng xem được bên để riêng trồng cái nắng ai về class về class về để riêng po khăn ông so mê để chân tới nơi về đại dương po châu là của đi sầm biết có ai miền like miền share miền cái mơ khơi trở này nơi về đại dương vô cho bác vì của đi sầm là bỏ so mê để nơi về đại dương po dương và chẳng bạch bộ chẳng bạch ấy có vì ai tu mình lại mơ trở này rồi tạm bắt tới marketing digital marketing năng digital PR nó vì khó khăn ấy hay API nó cứ vì thời ca cái này khăn rồi xa tại vì anh hai về class dương còn vô trở lòng chỉ mỗi năng digital marketing năng digital PR này còn tại API nó cứ vì ai cắt vào đây cái này ba này rồi xa tại vì thời ca cái này từ bên tầm màu PR cứ chỉ để nghe trong ca sắp sai trong ca về trên cùng đất đam bây giờ mình ca tiện tiếng từ từ chốn hơi màu đam màu tu sná nâng màu score bị cầm hôn đưa chỉ một cam được bao nhiêu đây mà thì nó cứ chỉ đôi miền dịp này lúc này ấy chỉ trở này hơi PR có ai thưa chỉ là cái này chỉ event thôi chỉ ca thôi chỉ content cuộc này từ bên tầm màu nắng hay thôi chỉ ca điều với sắp sai bị ca điều về trang tới rồi có đôi chỉ ưu tí ho trong đôi chỉ ưu tí ho môi lấy những lâu chỉ ưu tí ho môi cho lấy những lâu chỉ ưu tí ho môi cho trong hôn lan môi này lan nắng cứ vì miền bắc bộ tầm nương chỉ chờ hay lan nắng bị ai chỉ bàn rồi hồi đó sai sắp thèm được cái này về class PR của ai cả chỉ event môi mà hai chôn tôi sẽ này chôn nắng màu chôn event nắng non ca tè sản bòn lán là nắng mình còn được hiệp lo được ở về class về đại bộ con châu đúng con cha và đóm là nắng hay về để con trà đóm con đừng tẹt tông chỉ một PR tẹt tông trong ban lấy tủ sạp trong ban lấy trong tới non ca từ này từ nón từ lơ này xe non ca con trong tên lan trong tên ấy chân từ nó cứ chỉ ưu tí hó để nhóm cặp khởi thì bắt tóm năng ma tiết dương thời tại vô cho bác vì branding rồi target audience là bao dương tôi dương luôn trong này hai chấn dương từ target audience này để tông một concept trong này hai chân từ và dương thư mùi này lan này khởi electronic dương từ để tông một này lan này electronic chân từ xa tài nó về đây dương thì nè luôn lan trong hôn lan hay dương từ thư chỉ concept này hai cứ vì khó concept này chứ về khác vì miền là cái chạp ở đó mày hai không nghiêm chỉ một cam NATO dương thời tại vô cho bác vì chỉ cam bao nhiêu hay vậy là sầm khám dương thời tại set goal luôn hai ngày cho bác lót thì dương miền chỉ để tơ ngồi PR chân tới nông ca từ nét từ đầu xa thiền nát ngồi đây cô hạ cá đam bay vừa trong hôn đi trồng ráo hay dương thử còn đi xa là dương con ngồi PR đài hai dương hai tệp dương ban nhiều ban để score trận bên này dương thử track này thì là sòng khán cứ PR ai chui ban trận mình đơn ra tại non sòng phong hoàng ngay nằm ở khi ban khơi nhé kê min thơ chỉ event chỉ trận thơ chỉ cần tag giveaway nhưng còn club trên này giveaway mua đài hay là hồ đò lỡ nhom hiện bị PR nó mà nhom vô cho ba tỷ tha PR nó các ca giveaway nó cứ chỉ PR thì nhom tầm vô liền hay nhom hôm này nào ở khi vô là vậy là nhom vậy này ok này nào ở khi lại dương sản phẩm sẽ chỉ rùm một tới PR have small business nó cứ vì ai chui ban trở nè tụi mình sang thiên này nên đã sang tại ai chui tiền hàng ai mà hai chôn là tại chôn score bị cầm hôn ở bao dương ai đo po là mình xem rồi hai chôn từ tua đăng lưới ai chui tiền hàng này sale thì thưa ai brand mua brand ở bao dương nắng mình để score chớn mình để kê từ tua score bị brand dương bị con phiếp như sẽ bạc cám như có phần là tập ở bao dương này hay chỉ tìm chọn nó nhưng sau họ con là nó khné là bà cho rung tôi sẽ hay bà nhom dạy khoa khá ấy
មានពាក្យពេចន៍លឺលួសូមអ្នកទាំងអស់គ្នាអធិស្ឋានអភ័យទោសផងហើយបាទអ្នកទាំងអស់គ្នាមានគំនិតយោបល់យ៉ាងណាដែរអ្នកទាំងអស់គ្នាក៏អាច comment តាមរយៈវីដេអូនេះផងដែរសូមអរគុណសូមជម្រាបលាបាយបាយ